បាទសួស្តីបងប្អូនគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនគ្នាតទៅជាមួយនឹងផ្លែឈូឈើដោយសារខ្ញុំសង្កេតឃើញថាផ្លែឈូឈើនៅលើទីផ្សារគឺមានផលិតផលคล้ายៗច្រើនដែរហើយបងប្អូនគ្នាត្រូវចំណាំរូបរាងនៃការវិខ្ចប់ក៏ដូចជាបាទគឺរូបរាងនៃផ្លែផងដែររូបរាងនៃការវិខ្ចប់គឺបែបនេះ logo Makita គឺមានអក្សរបែបលក្ខណៈថាទម្រង់បែបនេះតែម្ដងមិនមានអក្សរ M នេះបាទអក្សរ M នេះលោចេញមកឬក៏អក្សរ A នេះលោចេញវែងទេហើយតកតងជាមួយនឹងបាទពណ៌ខ្មៅនិងពណ៌ក្រហមនេះគឺមិនជាន់ជាមួយនឹងផ្លែផងដែរបើសិនជា logo ក្រហមហើយខ្មៅនេះមកជាន់ជាមួយនឹងផ្លែនោះជាផលិតផលคล้ายៗបងប្អូនគ្នាណាហើយផ្នែកខាងក្រោយក៏បងប្អូនគ្នាត្រូវចំណាំដែរតកតងជាមួយនឹងកន្លែងនេះគឺគេថា Made Makita Corporation IJO IG Japan បងប្អូនគ្នាណាអញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់ដែលបងប្អូនគ្នាចំណាំពីព្រោះថាផលិតផលคล้ายៗនឹងបន្លំព្យាយាមធ្វើឲ្យដូចបំផន់ផ្នែកបងប្អូនគ្នាអញ្ចឹងធ្វើឲ្យបងប្អូនគ្នាពិបាកចំណាំមែនតើអញ្ចឹងបងប្អូនគ្នាត្រូវចំណាំផលិតផលសតផងដែរណាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណ